ធនផនិតលើកឡើងបែបនេះបន្ទាប់ពីមានឈ្មោះប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពដណ្ដើមខ្សែក្រវ៉ាត់នៅទឹកដីខេត្តស្វាយរៀងបងប្អូនប្រហែលជាបានទទួលជ្រាបខ្លះមកហើយតើតើជាមួយនឹងការប៉ះគ្នារវាងកីឡាករធនផនិតជាមួយនឹងកីឡាករពេជ្រអាទិទេពសម្រាប់កីឡាករធនផនិតគាត់បានលើកឡើងថាសម្រាប់កីឡាករដែលល្អដៃគាត់ធ្លាប់ប៉ះច្រើនហើយមានទៅមានមកបាទក្នុងនោះមានកីឡាករពេជ្រសម្បត្តិមានកីឡាករពេជ្រប៊ុនសិតសិតតាជាកីឡាកររបស់បាទកូនសិស្សរបស់លោកគ្រូពេជ្រសុផាន់យ៉ាងណាក្តីការប៉ះគ្នាជាមួយនឹងកីឡាករកូនសិស្សរបស់លោកគ្រូពេជ្រសុផាន់កីឡាករធនផនិតហាក់ដូចជាធ្វើមិនសូវជាបានល្អណាស់ណាទេតែប៉ះជាមួយនឹងកីឡាករពេជ្រប៊ុនសិតក៏ស្ពៃប៉ះជាមួយនឹងកីឡាករពេជ្រសម្បត្តិក៏ស្ពៃដែរសម្រាប់កីឡាករធនផនិតជាមើលថាប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពតើកីឡាករធនផនិតគាត់នឹងធ្វើបានល្អដល់កម្រិតណាបងប្អូនបាទចំពោះការត្រៀមខ្លួនសម្រាប់កីឡាករធនផនិតគាត់ថាត្រៀមខ្លួនបាន 100% ហើយនៅក្នុងជំនួបដ៏កក្រើកមួយនេះបាទប៉ះជាមួយនឹងកីឡាករពេជ្រអាទិទេពខណៈដែលពេជ្រអាទិទេពបាទទើបតែផ្ដួលកីឡាករវ៉ាន់វឿនកាលពីចុងសប្តាហ៍កន្លងទៅបាទគឺថាកក្រើកមែនទែនក្នុងជំនួបសងសឹកជាមួយនឹងកីឡាករវ៉ាន់វឿនបាទមុនការប្រកួតមកដល់បងប្អូនអ្នកគាំទ្រភាគច្រើនបាទសូម្បីតែលោកគ្រូអេវុថងក៏គិតខុសដែរបាទលោកគ្រូអេវុថងគាត់ថាគាត់ស្រឡាញ់ទាំងពីរប៉ុន្តែគឺគាត់យកកីឡាករវ៉ាន់វឿនក្នុងជំនួបសងសឹកនេះណាបាទប៉ុន្តែយ៉ាងណាបាទចូលដល់តែមួយទឹកចូលដល់ត្រឹមទឹកទី1កីឡាករពេជ្រអាទិទេពវាយសន្ធាប់ឲ្យលោកគ្រូអញ្ញាកដាលរាប់ទៅដល់3ដងបាទទៅលើកីឡាករវ៉ាន់វឿនធ្វើឲ្យកីឡាករវ៉ាន់វឿនបោះបង់ការប្រកួតនៅទឹកទី1បាទចុងទឹកទី1សម្រាប់ការប្រកួតឥឡូវនេះមិនទាន់បានប្រមាណផងបាទកីឡាករពេជ្រអាទិទេពបាទមានឈ្មោះប្រកួតជាមួយនឹងកីឡាករធនផនិតបាទហើយនៅក្នុងការប្រកួតដ៏កង្ក្រើកទៀតបងប្អូនបាទគឺការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទហើយខ្សែក្រវ៉ាត់នេះគឺខ្សែក្រវ៉ាត់ថ្មីស្រឡាងតែម្ដងបងប្អូនបាទមិនមែនធនផនិតទៅប្រកួតដើម្បីដណ្ដើមជាមួយនឹងកីឡាករពេជ្រអាទិទេពឬក៏ពេជ្រអាទិទេពមកប្រកួតដណ្ដើមពីកីឡាករធនផនិតទេគឺខ្សែក្រវ៉ាត់នេះគឺខ្សែក្រវ៉ាត់កណ្ដាលបងប្អូនបាទខ្សែក្រវ៉ាត់កណ្ដាលតែម្ដងហើយចំពោះបងប្អូនវិញបងប្អូនយល់យ៉ាងណាដែររវាងកីឡាករធនផនិតជាមួយនឹងកីឡាករពេជ្រអាទិទេពសម្រាប់ខ្ញុំណាបាទដូចជាមិនសូវជាទុកចិត្តកីឡាករធនផនិតប្រមាណទេបាទការប្រកួតនេះបាទយើងឃើញថាបើទោះបីជាកីឡាករពេជ្រអាទិទេពគាត់ទើបតែប្រកួតថ្មីក៏ពិតមែនប៉ុន្តែការចំណាយកម្លាំងធម្មពលបាទប្រកួតជាមួយនឹងកីឡាករវ៉ាន់វឿនមិនប្រមាណទេបាទគាត់ចំណាយតែមួយទឹកទេដូចវឹកហាត់ចឹងបងប្អូនបាទអញ្ចឹងដូចវឹកហាត់ចឹងអត់មានអីត្រូវប៉ះពាល់នៅក្នុងការត្រៀមខ្លួនប៉ះជាមួយនឹងកីឡាករធនផនិតទេសម្រាប់ខ្ញុំគិតណាបាទអញ្ចឹងការប្រកួតលើកនេះប្រសិនបើកីឡាករធនផនិតប្រហែលអាចប្រហោងបាទប្រហែលអាចប្រហោងរបស់កីឡាករពេជ្រអាទិទេពទៀតដែរបាទអត់មានចាំត្រៀមអីទេបងប្អូនឃើញហើយពេជ្រអាទិទេពអត់មានចាំស្ទាបស្ទង់ទឹក2ទឹក3ចាំវាយទេចូលទៅដល់ទឹក1វាយភ្លាមហើយបាទអញ្ចឹងបើថាទប់ជាប់បើទប់មិនជាប់ទៅទៀតហើយបាទសម្រាប់កីឡាករធនផនិតមូលហេតុខ្ញុំថាអញ្ចឹងដោយសារតែកីឡាករធនផនិតគាត់លក្ខណៈថាអត់សូវធន់បាទអត់សូវធន់បើថាត្រូវវាយចំមុខឬក៏អីហ្នឹងគឺគាត់ឆាប់ស្រុតណាបងប្អូនបាទឆាប់ស្រុតឆាប់បហាញអាការៈអញ្ចឹងធ្វើឲ្យដៃគូរបស់គាត់អាចផ្ដាច់បានបាទតែចំពោះកីឡាករពេជ្រអាទិទេពកីឡាករសូម្បីតែកីឡាករធនផនិតក៏គាត់លើកដែរថាពេជ្រអាទិទេពបច្ចុប្បន្ននេះកំពុងតែឡើងខ្លាំងហើយបាទឡើងខ្លាំងហើយអញ្ចឹងគាត់មានតែត្រៀមបាទត្រៀមវឹកហាត់ត្រៀមអាវុធត្រៀមបច្ចេកទេសដើម្បីទប់ទល់ជាមួយនឹងកីឡាករធនផនិតអញ្ចឹងបងប្អូនវិញយល់យ៉ាងណាដែរហើយបងប្អូនក៏អាចខមមិនម្នាក់មួយតាក់ទងជាមួយនឹងការប៉ះគ្នារវាងកីឡាករធនផនិតជាមួយនឹងកីឡាករពេជ្រអាទិទេព